ចឹងពេលដែរយើងទទួលបានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានយើងក៏នឹងទទួលបានព័ត៌មានហើយក្តាប់ជុំកាន់តែច្រើនទៀតនិយាយពីអត្ថប្រយោជន៍នៃការទទួលបានព័ត៌មាននៅក្នុងយុគសម័យឌីជីថលនេះតែប៉ុន្តែគឺមានអត្ថប្រយោជន៍ជាច្រើនមែនទែនប៉ុន្តែយើងអាចចាប់អារម្មណ៍វិញហើយនៅប្រមាណនេះខ្ញុំក៏ឃើញថាមានយើងមិនចាស់ក៏បាននិយាយចំចំណុចនេះដែរអញ្ចឹងខ្ញុំសង្ឃឹមថានេះគឺជាផ្នែកមួយដែលអាចបន្ថែមបានពីលើនឹងទៅទៀតអញ្ចឹងទី1គឺពាក់ព័ន្ធជាមួយនឹងការលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពតាមតម្លាភាពមានន័យថាយ៉ាងម៉េចគឺភាពស្មារតីចុះគណនេយ្យភាពគឺការទទួលខុសត្រូវអញ្ចឹងយើងដឹងថានៅពេលដែលយើងប្រើប្រាស់បណ្ដាញសង្គមនេះវាប្រៀបដូចជាវេទិកាសាធារណៈមួយដែលចូលរួមចំណែកក្នុងការចែករំលែកឬបញ្ចេញនូវមតិយោបល់របស់យើងអញ្ចឹងពេលដែលយើងទទួលបានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានយើងក៏នឹងទទួលបានព័ត៌មានហើយក្តាប់ជុំកាន់តែច្រើនទៀតអញ្ចឹងធ្វើឲ្យយើងអាចមានឱកាសនៅក្នុងការសិក្សាស្រាវជ្រាវស្វែងរកទិន្នន័យថវិកាក៏ដូចជារបាយការណ៍ចំណាយរបស់រដ្ឋាភិបាលដែលវាមានភាពងាយស្រួលនៅក្នុងការដែលយើងចូលទៅសិក្សាទាំងអស់នោះចឹងនៅពេលដែលយើងស្វែងយល់ហើយចឹងវាធ្វើឲ្យពលរដ្ឋក៏ដូចជាយុវជនទាំងអស់ហ្នឹងគឺគាត់ដឹងពីរបៀបនិងប្រៀបធៀបទៅលើថវិកាទាំងអស់ហ្នឹងចឹងនៅពេលដែលគាត់ធ្វើការប្រៀបធៀបសួរថាតើគាត់បានអីមកវិញគឺនឹងធ្វើឲ្យជំរុញឲ្យមានតម្លាភាពនៅក្នុងសង្គមដោយសារហេតុអីពីព្រោះតែប្រជាពលរដ្ឋទាំងអស់ក៏ចាប់អារម្មណ៍មើលទៅលើឬតាមព័ត៌មានទាំងអស់ហ្នឹងជាវាតាមព័ត៌មានអភិបាលចឹងធ្វើឲ្យមានការសួររកហេតុផលមានការប្រៀបធៀបមានការវិភាគនេះចឹងវាបង្កើនឲ្យមានតម្លាភាពនិងគណនេយ្យភាព